ហើយធ្វើសំគេតាតែគេណានុបទាននឹងតាមរយៈប្រសំហ្នឹងដោយអាត្មាដែលលើកឡើងពីថកែម្នាក់ថកែចិនម្នាក់ដែលគាត់ស្លាប់ទៅគាត់កើតទៅជាប្រែឈ្មោះបរៈគាត់ទៅជីវីគាត់មកបញ្យល់សពកូនថាកូននៅជួយឪពុកផងឪពុកឃ្លានណាស់តាំងពីស្លាប់មកមិនទាន់ស្គាល់រសជាតិចំណីអាហារសោះឲ្យកូនជួយផងកូននឹងគាត់ដាំស្លយកទៅដាក់ឲ្យឪពុកហូបពេញភ្នូឪពុកឯងហូបពិសាពេញភ្នូហ្នឹងខ្មោចឪពុកអ្នកដែលស្លាប់ទៅមិនមែនសុទ្ធតែទទួលផលសំណែនទទួលផលដាក់នឹងយកបានទាំងអស់ទេដំណើរអសុរកាយមានបាបខ្លាំងខ្លះយកបាននៅចានខ្លះដាក់នឹងស្លឹកឈើបានយកបានខ្លះនឹងដីខ្លះអត់យកបានទាំងអស់តើតែយើងវេតាមប្រសងទៅតាមប្រសងហើយបើបរៈគាត់តោវិជីវីនេះអត់អាចយកបានទាំងអស់តើតែបានស្គលតើតែសូត្រតាមអ្នកមានសិលបញ្ជូនទៅបានហើយឥឡូវឪពុកនឹងកើតជាបរៈគាត់តោវិជីវីកូនដាក់មហូបឲ្យចាប់យកអត់បានកាន់យកអត់បាននៅតែមកយំប្រាប់កូនថាឪពុកឃ្លានណាស់តាំងពីស្លាប់មកមិនដែលស្គាល់រសជាតិចំណីអាហារទេជួយឪពុកផងកូនភ្ញាក់ឡើងថាអញបានធ្វើថកែមានទ្រព្យសម្បត្តិនេះទ្រព្យសល់ពីឪមកទេហើយចុះបើឥឡូវឪពុកអញគាត់អត់ចំណីអាហារអញអត់កើតទេអញទៅទីគាត់ហូបទៀតដាំទាំងឆ្នាំចាក់រាល់ថ្ងៃឡើងប្អូនពេញភ្នូនៅតែគាត់យកមិនបានមកបញ្យល់សពសំទៀតហើយឪពុកឃ្លានណាស់តាំងពីស្លាប់មកមិនដែលស្គាល់រសជាតិចំណីអាហារកូនថាចុះមិនគួរមិនហូបទៅឲ្យកូនធ្វើម៉េចឥឡូវនេះបើយកទៅដាក់ពេញភ្នូឲ្យពុកឯងមិនហូបឥឡូវដល់កូនធ្វើម៉េចស្រាប់តែព្រឹកឡើងថ្ងៃនេះបានបាយតែមួយចានទេមិនបានយកទៅឲ្យអ្នកបំរើបាវយកបាយទៅឲ្យយើងអានោះកាន់បាយដើរទៅទឹកកលឹកទៅស្រាប់តែមេឃភ្លៀងធ្លាក់មកព្រឹកអត់ទៅមុខរួចទៅចូលជ្រកសាលាសំណាក់មួយចៃដន្យមានភិក្ខុសង្ឃបានបាតមួយអង្គមកជ្រកនៅនឹងដែរភ្លៀងមិនខ្ចីរាំងភ្លៀងទល់ថ្ងៃត្រង់ដល់តែភ្លៀងទល់ថ្ងៃត្រង់អញ្ចឹងទៅអាទឹកក៏លិចផ្លូវអាបាយក៏តិចហើយអាផ្លូវក៏នៅឆ្ងាយអាខ្លួនទៅប្រញាប់ទៅធ្វើការផ្ទះឥឡូវធ្វើមិនទេមើលទៅបាយតិចហើយផ្លូវនៅឆ្ងាយហើយទឹកលិចអស់ហើយប្រញាប់ធ្វើការផ្ទះពិបាកដល់ហើយមេឃភ្លៀងមិនរាំងសោះក៏លិចមើលលោកថ្ងៃត្រង់ដាក់ចង្ហាន់ដែរអញដាក់ចង្ហាន់លោកបង្ហើយឥឡូវងាកមើលឆ្វេងមើលស្ដាំទៅគៀមឃើញទេដាក់ចង្ហាន់លោកម្ដងប្រញាប់ទៅធ្វើការងារផ្ទះបងអើយកងខ្ញុំទៅដល់ភ្នូបងឯងទេដាក់ចង្ហាន់លោកឲ្យបងឯងទទួលយកផងថាអញ្ចឹងស្មើនឹងអត់ទិញនឹងឯងស្រាប់តែត្រឡប់មកធ្វើការងារផ្ទះយប់នឹងដេកតន់នឹងភ្លឺផងគេទៅដាស់ណែបើថកែមានការចង់ជួបឯនោះកំពុងតែខ្ចប់ខ្លួននឹងកណាត់ខ្លួនស្រាយទៅចប់ចេញមកវិញថកែហៅទៅជួបមានការអីមានការអីចេះអញម្សិលមិញគេឲ្យយកបាយទៅឲ្យគេអញយកទៅដាក់ចង្ហាន់លោកតិចណាលោកមើលឃើញមកប្រាប់ថកែទៅចូលទៅញ័រជំរាបប្រសាសន៍លោកនាយហៅខ្ញុំមានការអីទៀតមើលអាបាយយើងសួរម្សិលមិញយកបាយយើងធ្វើមិនខ្លះឯនោះបុកពុះផឹកអញថារឿងបាយមែនណាគេឲ្យឃើញអញ្ចឹងមិនចេះទុកមាត់ឲ្យស្ងៀមអញបុកថកែដេញលេងឲ្យនៅលើកដៃសាពះញ័រឲ្យតែរឿងលោកនាយឲ្យជួយខ្ញុំផងអាណិតខ្ញុំកុំតែខ្ញុំអីម្សិលមិញខ្ញុំនឹងវាមេឃវាភ្លៀងពេកបាយក៏តិចផ្លូវក៏នៅឆ្ងាយបាយតិចទឹកក៏លេចអស់ហើយខ្ញុំប្រញាប់មកធ្វើការផ្ទះខ្ញុំដាក់ចង្ហាន់លោកទៅខ្ញុំអត់ចង់ប្រឆាំងលោកនាយទេប៉ុន្តែប្រញាប់ពេកខ្ញុំថាឃើញបាយតិចតែដាក់ចង្ហាន់លោកឲ្យកុំឲ្យមកទទួលយកផងខ្ញុំដាក់ចង្ហាន់លោកហើយសំលោកអ្នកនឹងព្រោះខ្ញុំផងអាឡ័យទៅសាពះអំបររៀបរាប់ឲ្យញាប់ស្ញលោកថកែសៅតែមកអាបាវយើងមិនយកទូឯងទេឯងដឹងទេរាល់ថ្ងៃមកបញ្យល់សពថាឪពុកឃ្លានប៉ុន្តែយប់បាញ់ឯងយល់មកបញ្យល់សពថាឪពុកបានឆ្អែតហើយឪពុកស្កប់ស្កល់ហើយឪពុកមិនខ្វះទេឪពុកអរគុណណាស់ឪពុកបានទទួលបាយហើយឪពុកអរគុណកូនឪពុកសូមជូនពរឲ្យកូនរស់ស៊ីកាន់តែមានបានសុខសាន្តសប្បាយបានយើងភ្ញាក់ព្រឹករួចបាយមួយចានសោះឯងទៅធ្វើមិនបានឲ្យយើងទទួលបានអូឯងដាក់តាមប្រសងអញ្ចឹងណាអញ្ចឹងសោះហេតុនឹងហើយបានជាយើងបន្ថែមកម្មវិធីមួយទៀតទោះបីមានសំណែនសែនព្រីអីអត់ថាទេសែនចុះខ្មែរក៏សែនមេបាសែនមេបូមដែរតែមិនសែនខ្លាចមេបាកាច់អ្នកខ្លះធ្វើស្រែចម្ការអីបានស្រូវបានកមកក៏សែនអ្នកតាមើលស្រូវឲ្យដែរហើយតែមិនសែនខ្លាចបាត់គោបាត់បីអញ្ចឹងដោយសារខ្មែរក៏មានសែនចិនក៏មានសែនវៀតណាមក៏មានសែនប៉ុន្តែយើងមិនហាមទេគ្រាន់តែយើងបន្ថែមមួយទៀតក្រែងគាត់ទទួលផ្លូវនោះមិនបាននិមន្តប្រសងបាំងស្គលតាមរយៈប្រសងនេះមកចូលអានទៀតអញ្ចឹងតើបានចូលឆ្នាំចិនក៏ប្រសងរវល់ចូលឆ្នាំខ្មែរក៏ប្រសងរវល់មកពីគេបន្ថែមមកច្រកទៀតណាញោមណាបានបង្កើតឲ្យមានតក្កណានុបទានអញ្ចឹងទៅណា